យល់ខ្លះទេចឹងពេលយើងឲ្យទឹកហូរបមេដៃផ្លាស់ទីមានរ៉ែមរੂដែនចឹងនៅក្នុងបូប៊ីនកើតមានចរន្តអគ្គិសនីធ្វើឲ្យអំពូលភ្លឺពេលដែលយើងបិទទឹកកុំឲ្យហូរមេដែកឈប់វិលឈប់ផ្លាស់ទីអញ្ចឹងអត់មានបំរែបំរួលដែនឆ្លងកាត់បូប៊ីនអត់មានបំរែបំរួលដែននៅក្នុងបូប៊ីនអត់មានចរន្តអគ្គិសនីអញ្ចឹងពូលគឺអត់ភ្លឺដែរណាអាហ្នឹងហើយគឺជាពិសោធន៍របស់លោកFaraday ហើយត្រូវបានយកអនុវត្តនៅក្នុងការបង្កើតជាចរន្តអគ្គិសនីឲ្យយើងប្រើប្រាស់សពថ្ងៃណាអញ្ចឹងចរន្តអគ្គិសនីដែលយើងប្រើប្រាស់នៅតាមផ្ទះសាលារៀនទីពេទ្យវត្តអារាមរាល់ថ្ងៃហ្នឹងគឺជាចរន្តឆ្លាស់ដែលចេញអំពីការពិសោធន៍ច្បាប់ Faraday ហ្នឹងណាហើយចរន្តដែលចេញពីរោងចក្រអគ្គិសនីហ្នឹងគឺចេញពី dynamo នឹងឯងដែលមានមេដែកហើយនឹងបូប៊ីនខ្សែចម្លងហើយគាត់ថាបើនៅក្នុងម៉ាស៊ីនភ្លើងយើងប្រើប្រភពថាមពលដើម្បីបវលវាគឺម៉ាស៊ីនយើងចាក់សាំងយើងចាក់ម៉ាស៊ុតណាដែលវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថានហើយចំណាយលុយទៅលើការទិញសាំងទិញម៉ាស៊ុតហ្នឹងប៉ុន្តែបើគេយកទៅដាក់ក្នុងវារីអគ្គិសនីគឺយើងប្រើប្រាស់កម្លាំងទឹកហូរជាអ្នកផ្ដល់ថាមពលមេកានិកឲ្យមេដែកហ្នឹងវិលឬក៏តួប៊ីនហ្នឹងធ្វើដំណើរការហើយបើយើងយកវាទៅឡើងនៅក្នុងកង្ហារខ្យល់គេហៅ wind power ណាគឺយើងប្រើកម្លាំងខ្យល់ជាអ្នកបង្វិលស្លាកកង្ហារហ្នឹងឲ្យវិលអញ្ចឹងអាបូប៊ីនដែលមានមេដែកនៅខាងក្នុងវាវិលដែរនោះវាផលិតចរន្តអគ្គិសនីប្រើប្រាស់បានបាទនេះគឺជាការអនុវត្តរបស់វាហ្នឹងហើយចេញពីច្បាប់ Faraday នឹងឯងហើយបាតុភូតហ្នឹងគេហៅថាបាតុភូត Induction Electromagnetic បាទបំរែបំរួលដែន magnetic បាទបំរែបំរួលដែន magnetic បាទឆ្លងកាត់បូប៊ីនខ្សែចម្លងបាទគ្រូសង្ខេបខ្លីៗតិចណាបូប៊ីនខ្សែចម្លងបាទអាចបង្កើតនៅចរន្តអគ្គិសនីណាអាចបង្កើតនៅចរន្តអគ្គិសនីបាទដែលចរន្តនេះគេហៅថាចរន្តអង្គរវីចរន្តអង្គរវីបាទអញ្ចឹងបំរែបំរួលដែនម៉ាញេទិកឆ្លងកាត់បូប៊ីនខ្សែចម្លងគឺអាចបង្កើតនៅចរន្តអគ្គិសនីដែលចរន្តហ្នឹងគេឲ្យឈ្មោះថាជាចរន្តអង្គរវីណាបាទចរន្តអង្គរវីទីទៀតបងប្អូននឹងស្គាល់ច្បាស់ស្អីទៅជាចរន្តអង្គរវីហ្នឹងណាបាទអញ្ចឹងចរន្តអង្គរវីនេះកើតឡើងតែនៅពេលណាចរន្តអង្គរវីនេះកើតឡើងតែនៅពេលណានៅក្នុងពេលអីបងដល់ពេលដែលមេដែកបាទនៅពេលដែលមានបំរែបំរួលបាទមេដែកផ្លាស់ទីហ្នឹងគឺធ្វើឲ្យមានអីគេបំរែបំរួលដែនម៉ាញេទិកអញ្ចឹងហ៎ណានចុះបំរែបំរួលទិសដៅដែលមានតិចបានបាទយើងនិយាយពីបំរែបំរួលដែនម៉ាញេទិកជារួមណាទិសដៅវាបដូរឲ្យទិសដៅបានធ្វើឲ្យចរន្តបដូរដែរណាបាទតែប៉ុណ្ណោះបាទអញ្ចឹងចរន្តអង្គរវីនេះគឺកើតឡើងតែនៅក្នុងពេលដែលមានបំរែបំរួលដែនម៉ាញេទិកតែប៉ុណ្ណោះតោះណាបាទលោកគ្រូបាទហើយស្អីនេះជាបាតុភូតហ្នឹងបាតុភូតហ្នឹងគេឲ្យឈ្មោះថាបាតុភូត Induction Electromagnetic អញ្ចឹងយកចេញបាក់ឌុកណាធ្លាប់សួរពីមុនមកបាតុភូត Induction Electromagnetic បាទគឺជាបាតុភូតដែលកើតឡើងនៅពេលមានបំរែ
បាទបំរែបំរួលដែនម៉ាញេទិកបាទឆ្លងកាត់បូប៊ីនខ្សែចម្លងណាបាទដែលនាំឲ្យក្នុងបូប៊ីនបាទសង្ខេបឡើងវិញពីបាតុភូតហ្នឹងកើតមានចរន្តអង្គវិញបាទឆ្លើយដូចគ្នា បាទលោកគ្រូ បាទគេសួរដូចនេះដែលហៅថាបាតុភូតអាំងនីសុងអេឡិចត្រូម៉ាញេទិកយើងឆ្លើយអញ្ចឹងទៅហើយបើគេសួរថាតើបាតុភូតអាំងនីសុងអេឡិចត្រូម៉ាញេទិកកើតឡើងនៅពេលណាអញ្ចឹងយើងឆ្លើយដូចគ្នាបាតុភូតអាំងនីសុងអេឡិចត្រូម៉ាញេទិកគឺជាបាតុភូតមួយដែលកើតឡើងនៅពេលដែលមានបំរែបំរួលដែនម៉ាញេទិកឆ្លងកាត់បូប៊ីនខ្សែចម្លងហើយពេលដែលមានបំរែបំរួលឆ្លងកាត់បូប៊ីនខ្សែចម្លងហើយមិនទៀតបាទគឺបាទនេះដែលនាំណាដែលមិនដែលនេះគឺវានាំឲ្យកើតមានចរន្តអង្គទ្វីតោះណាទាំងអស់គ្នាតបន្តទៀតកត់តណាបាទតម្លៃនៃចរន្តអង្គទ្វីបាទអាស្រ័យលើគេអាស្រ័យលើល្បឿនបំរែបំរួលដែនណាបាទបើល្បឿនបំរែបំរួលដែនម៉ាញេទិកលឿនចរន្តដែលផលិតបានគឺមានតម្លៃធំតែបើល្បឿនបំរែបំរួលដែនយឺតបាទចរន្តដែលផលិតបានគឺតូចដែរណាបាទហើយធ្វើម៉េចដើម្បីឲ្យដែនម៉ាញេទិកប្រែប្រួលដើម្បីឲ្យដែនម៉ាញេទិកប្រែប្រួលទៅធ្វើម៉េចសវណ្ណដើម្បីឲ្យដែនម៉ាញេទិកប្រែប្រួលក៏ត្រូវធ្វើម៉េចដើម្បីឲ្យដែនម៉ាញេទិកប្រែប្រួលឆ្លងកាត់បូប៊ីនក៏ត្រូវធ្វើម៉េចអត់ដឹងទេលោកគ្រូចុះមើលពិសោធន៍មិញហ៎ទៅផ្លាស់ទីអីផ្លាស់ទីដែនម៉ាញេទិកបាទផ្លាស់ទីមេដែកផ្លាស់ទីមេដែកធៀបនឹងអីគេធៀបនឹងខ្សែចម្លងណាតិចយកមេដែកទៅផ្លាស់ទីម្នាក់ឯងនៅក្នុងឧឈាននេះមិនបង្កើតតើផ្លាស់ទីធៀបនឹងខ្សែចម្លងហើយឬក៏ផ្លាស់ទីខ្សែចម្លងធៀបនឹងមេដៃវិញអាពីរអ្នកហ្នឹងផ្លាស់ទីមួយណាក៏បានដែរឲ្យតែផ្លាស់ទីធៀបគ្នាបាទណាយល់បានអត់យល់បានលោកគ្រូបាទអញ្ចឹងយើងទៅសេប៉ុណ្ណឹងហើយលោកគ្រូសង្ខេបអាហ្នឹងបន្តិចណាមានន័យថាបំរែបំរួលដែនម៉ាញេទិកបង្កើតបានអីពេលដែលមានបំរែបំរួលដែនម៉ាញេទិកនៅក្នុងបូប៊ីនកើតមានអីគេកើតមានអីកូនអង្គទ្វីបាទគឺកើតមានចរន្តអង្គទ្វីគឺកើតមានចរន្តអង្គទ្វីបាទហើយធ្វើម៉េចឲ្យដែនម៉ាញេទិកប្រែប្រួលធ្វើម៉េចឲ្យដែនម៉ាញេទិកប្រែប្រួលឆ្លើយមើលធ្វើម៉េចឲ្យដែនម៉ាញេទិកប្រែប្រួលដើម្បីឲ្យបង្កើតបានចរន្តអង្គទ្វីហ្នឹងផ្លាស់ទីមេដែកធៀបនឹងខ្សែចម្លងបាទគឺធ្វើឲ្យមេដែកផ្លាស់ទីតែមេដែកមួយក៏បានដែរយល់បានអត់យល់អត់
មើលខំ យល់លោកគ្រូ ខំបង្ហាញវីដេអូពី3វីដេអូហើយយល់ឡើងលឺប៉ុណ្ណឹងហើយអត់យល់ទៀតបាទអញ្ចឹងសរុបមកវិញដើម្បីឲ្យបង្កើតបានចរន្តអានវីគឺធ្វើឲ្យដែនមេតិកប្រែប្រួលហើយដែនមេតិកប្រែប្រួលធ្វើមកឲ្យដែនមេតិកប្រែប្រួលគឺយើងផ្លាស់ទីមេដែកធៀបនឹងខ្សែចម្លងមកហើយបាតុភូតដែលធ្វើឲ្យដែនប្រែប្រួលបង្កើតបានចរន្តអានវីគេហៅថាបាតុភូតអាំងដូចសំអេឡិចត្រូម៉ាញ៉េទិកបាទរៀនចិត្ត1ម៉ោងហ្នឹងកត់តែប៉ុណ្្នឹងក៏បានដែរអាំងដូចសំអេឡិចត្រូម៉ាញ៉េទិកបាទយល់បានអត់ប៉ុណ្ណឹង ដែនម៉ាញ៉េទិកឆ្លងកាត់បូប៊ីនខ្សែចរន្ត បាទបូប៊ីនខ្សែ ត្រូវលោកគ្រូ ពុទ្ធសេខុស